លោកទាសីហាបញ្ជាក់ចំហច្បាស់យុវជនមុនចូលសមរភូមិត្រូវមានការបណ្ដុះបណ្ដាលសិនអភិបាលកម្ពុជានិងក្រសួងការពារជាតិមិនអាចយកយុវជនដែលមិនមានបទពិសោធន៍យកទៅដាក់ជួរមុខហើយច្បាំងជាមួយនឹងខ្មាំងនោះទេយកទៅមានតែការខាត់លោកទាសីហារដ្ឋមន្ត្រីក្រសួងការពារជាតិបានអះអាងថារាជរដ្ឋាភិបាលមិនអាចបញ្ជូនយុវជនដែលមិនទាន់មានបទពិសោធន៍ឬមិនទទួលបានការបណ្ដុះបណ្ដាលគ្រប់គ្រាន់ទៅបំពេញភារកិច្ចនៅសមរភូមិបាននោះទេព្រោះការធ្វើបែបនេះនាំឲ្យមានការខាតបង់ទាំងកម្លាំងមនុស្សនិងប្រសិទ្ធភាពក្នុងការការពារជាតិលោករដ្ឋមន្ត្រីបានបញ្ជាក់ថាការការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិទាមទារឲ្យកម្លាំងមានចំណេះដឹងជំនាញនិងសមត្ថភាពគ្រប់គ្រាន់ដូច្នេះយុវជនមានបំណងចូលបម្រើជាតិត្រូវឆ្លងកាត់ដំណើរការបណ្ដុះបណ្ដាលនិងវឹកហាត់យ៉ាងម៉ត់ចត់សិនមុននឹងអាចបំពេញតួនាទីការពារប្រទេសជាតិប្រកបដោយប្រសិទ្ធភាពការលើកឡើងនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្តុបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនៅខេត្តកោះកុងនាព្រឹកថ្ងៃទី30ខែឧសភាឆ្នាំ2026លោកទាសីហាបានគូបញ្ជាក់ថាការកសាងធនធានមនុស្សក្នុងវិស័យការពារជាតិគឺជាកត្តាសំខាន់សម្រាប់ធានាឲ្យកងយោធពលខេមរៈភូមិន្ទមានភាពរឹងមាំនិងត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញភារកិច្ចការពារសន្តិភាពសន្តិសុខនិងបូរណភាពទឹកដីរបស់កម្ពុជាជាមួយគ្នានេះលោកក៏បានលើកឡើងពីសារៈសំខាន់នៃនយោបាយឈ្នះឈ្នះដែលបាននាំមកនូវសន្តិភាពពេញលេញនិងឯកភាពជាតិឲ្យប្រទេសកម្ពុជាមានឱកាសអភិវឌ្ឍលើគ្រប់វិស័យនិងបង្កើតសមត្ថភាពការពារជាតិឲ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត